ជុំកំណាព្យ80ភាគ2 43ធម្មយាត្រាឆ្លងឥណ្ឌាទៅលង្ការលកបោកថ្មលំអសមុទ្រទានសិលបរិសុទ្ធលំអជីវិតរៀនសូត្របន្តលំអគំនិតរក្សាពាក្យពិតលំអអាត្មាគោរពបូជាឥណ្ឌារួចហើយឥតនៅកន្តើយតធម្មយាត្រាទៅតាមយន្តហោះឆ្ពោះកោះលង្កាចិត្តឆ្ងាយយ៉ាងណាប្រាថ្នានឹងទៅចេញចូលឆ្ងាយចិត្តគិតឥតកន្តើយទូកចេញទៅហើយតែកំពុងនៅបើធ្វើឆ្កាំឆ្កងរំលងហួសទៅបន្សល់ផលនៅតទៅតាមក្រោយប្រព្រឹត្តយ៉ាងណាកម្មចាតម្រូវជីវិតរស់នៅមិនត្រូវបណ្ដោយបុណ្យមិនជ្រះថ្លាគុំថាបាបខ្សោយពស់តូចក៏ដោយអាចឲ្យមរណាអាកាសយានដ្ឋានបានបើកទ្វារចាំបុគ្គលិកនឹងឆ្មាំចាំធ្វើកិច្ចការថ្លឹងអីវ៉ាន់ចូលប្រមូលឯកសារចេញលេខជើងមកចាជើងយន្តហោះឆ្លងប្រទេសមួយទៅប្រទេសមួយយន្តហោះបោះពួយសំដៅទៅហោះលើសមុទ្រខ្យល់ឥតស្រណោះក្រលែងយន្តហោះពលអស់ច្រើនសូមលាឥណ្ឌាមួយគ្រាសិនហើយបងប្អូនខ្លាំងអើយទៅហើយចាំជាក់ទៅស្រីលង្កាធ្លាប់ជាស្រុកយៈប្រជារាក់ទាក់រស់រាយរៀបសារស្រុកក្លឹងស្រុកយៈតាក់តងគ្នាពូជអ្នករាប់អានព្រះពុទ្ធសាសនាសូមសម្រេចបុណ្យបានដោយប្រាថ្នាឥណ្ឌាលង្កាចាកម្ពុជាសូមឲ្យសាសនាព្រះពុទ្ធមានជោគលើពិភពលោកយកព្រះមេគាផ្លូវសន្តិភាពជ្រួតជ្រាបគ្រប់គ្នាគ្រប់គ្រងប្រជាសុខសាន្តតទៅសូមអនុមោទនា44ធម្មយាត្រាទទួលព្រះសារីរិកធាតុពន្លឺរស្មីនៃដួងសុរិយារះឡើងកាលណាភ្លឺអស់ចាក្រៃរហូតបានងារថាជាពេលថ្ងៃពេលអស់រស្មីឲ្យន័យថាយប់សុរិយាពិតណាស់ភ្លឺច្បាស់ពេកក្រៃតែបានត្រឹមថ្ងៃដល់ចិត្តប្រលប់ព្រះធម៌ថ្លៃថ្លាបញ្ញាមានគ្រប់ដោះស្រាយថ្ងៃយប់ឆ្លងភពដោយយានព្រះពុទ្ធជាម្ចាស់ត្រាស់ក្នុងលោកាអង្គព្រះសាស្តាទេសនាទូមានព្រះធម៌ផរផង់ព្រះអង្គប្រទានព្រះសង្ឃកើតមានប្រធានសាសនាបរិស័ទទាំងឡាយសប្បាយបូជាអ្នកមានសទ្ធាបើកទ្វារបញ្ញាជួបព្រះអង្គពិតកើតចិត្តជ្រះថ្លាស្ដាប់ធម៌ទេសនាសម្រេចមគ្គផលយើងខ្ញុំទាំងឡាយសប្បាយកន្លងបានជិះហោះឆ្លងរំលងមកដល់ធ្វើធម្មយាត្រាប្រាថ្នាកុសលចង់ជួបចង់ស្គាល់ចង់គាល់ព្រះអង្គចំណងឥតន័យចង់អ្វីដែលអត់ចង់ហួសកំណត់ហត់ព្រោះចំណងធ្វើម្ដេចជួបជាក់ព្រះភ័ក្ត្រព្រះអង្គត្បិតព្រះពុទ្ធទ្រង់និព្វានយូរហើយតែទោះយ៉ាងណាចាត់ថាសំណាងព្រោះបានភ័ស្តុតាងអាងសម្រាប់ឆ្លើយថាព្រះពុទ្ធមាននិព្វានមែនហើយព្រះធាតុនៅឡើយរហូតឥឡូវព្រះធាតុព្រះអង្គព្រះសង្ឃប្រទានពៀនមានព្រះធាតុនៅអារតនាទ្រង់ព្រះអង្គយាងទៅជាមួយកូនចៅទៅកម្ពុជា
ប្រលឹមឡើងរះដួងព្រះសូរិយាក្រុមធម្មយាត្រាសន្យាវេលាតបតែងរាងកាយស្រស់ស្រាយគ្រប់គ្នាកាន់ភួងមាលាចាំបូជាថ្វាយមនោរម្យជុំជាតិព្រោះធាតយើងដល់បានជួបឃើញផ្ទាល់រីករាយសប្បាយបានបូជាផងមើលផងឥតណាយទោះនៅចិត្តឆ្ងាយរាងកាយជួបគ្នាបូជាបានស្រេចសម្រេចបំណងដងហាយចម្លងរំលងគង្គាមហាសមុទ្រធំធេងហេមាមកកម្ពុជានាពេលឥឡូវព្រះមហាកនកតបន្សុទ្ធសទ្ធាសាងអរតនីយាងព្រះធាតុទៅគោរពបូជាដំកល់ទុកនៅទុកឲ្យកូនចៅនៅចិត្តសាសនាយើងខ្ញុំគ្រប់ប្រានតែងបានរៀបចំបណ្ដោឧត្តមនៃធម្មយាត្រាសូមជូនបុណ្យញាតិជូនជាតិខេមរាអ្នកដែលជ្រះថ្លាប្រាថ្នាសុខសាន្តព្រះធាតុយាងដល់តម្កល់បុស្បុកសូមឲ្យបានសុខគំរហោឋានត្រជាក់ត្រជុំឧត្តមកានធការចម្រើនមានបានសុខសាន្តតទៅសូមអនុមោទនា